បាទសូមជម្រាបសួរនៅក្នុងវីដេអូនេះខ្ញុំចង់និយាយពីក្រុមហ៊ុនរដ្ឋកោទឹកស្វ័យយ័តក្រុងភ្នំពេញរដ្ឋកោទឹកស្វ័យយ័តក្រុងភ្នំពេញមានអ្នកដែលគាត់ពេញចិត្តទៅលើក្រុមហ៊ុននោះច្រើនហើយក៏មានអ្នកដែលគាត់គិតថាក្រុមហ៊ុននោះក៏មានឱកាសចំណេញច្រើនដែរយើងមកមើលតម្លៃជាមុនសិនមុននឹងនិយាយទៅលើរឿងផ្សេងទៀតរដ្ឋកោទឹកស្វ័យយ័តក្រុងភ្នំពេញថ្ងៃនេះតម្លៃដែលអ្នកលក់បាទទាបបំផុតគឺ6300អ្នកហ៊ានទិញដែលគាត់ហ៊ានទិញខ្ពស់បំផុតគឺ6280ជាតម្លៃមួយដែលមានលំនឹងរយៈពេលយូរមកដល់មួយទៀតចង់និយាយពីនិន្នាការថ្លៃក្រាបបាទរដ្ឋកោទឹកបង្ហាញនៃការធ្លាក់ថ្លៃមួយរយៈពេលដែរដែលថ្លៃកាលពីប្រហែលថ្ងៃមុននោះគឺវានៅ6400ជាងនេះក៏ដោយសារតែមានការលក់ចេញចំនួនច្រើនពីវិនិយោគិនធំដែលគាត់មានហេតុផលដែលគាត់ធ្វើលក់ទោះជាយ៉ាងណាក៏យើងមើលកាលពីមុនតម្លៃរបស់រដ្ឋកោទឹកហ្នឹងគឺចន្លោះពី7000រៀលឡើងថ្លៃចុះនៅត្រឹម6200ឬក៏6300នេះតាមតងដែលជាមូលហេតុធំបំផុតនោះគឺការផ្ទេរអ៊ីស៊ុបបាទហ៊ុនបុគ្គលិកនោះចូលមកជួញដូរបានហ្នឹងគេហៅថាបើកចរាចរណ៍ឲ្យមានការជួញដូរលក់បានដូចទៅនឹងភាគហ៊ុនទូទៅភាគហ៊ុនបុគ្គលិកនេះជាច្រើនក្រុមហ៊ុនដែលគាត់តែងតែប្រើវិធីសាស្ត្រនេះដើម្បីជាការលើកទឹកចិត្តបុគ្គលិកបាទឲ្យបុគ្គលិកទទួលបានអត្ថប្រយោជន៍ជាភាគហ៊ុនទី1បាទដើម្បីក្រុមហ៊ុននឹងក៏អាចដំណើរការដោយក្រុមហ៊ុនមានបុគ្គលិកដែលជាម្ចាស់ក្រុមហ៊ុនផ្ទាល់គាត់នឹងមានទឹកចិត្តក្នុងការធ្វើការមួយទៀតខាងបុគ្គលិកវិញគាត់គិតថាហិរញ្ញវត្ថុជារឿងសំខាន់សម្រាប់ក្រុមគ្រួសារអញ្ចឹងអ្វីដែលប្រធានគិតគឺចង់ឲ្យគាត់ចូលរួមក្លាយជាម្ចាស់របស់ក្រុមហ៊ុនប៉ុន្តែអ្វីដែលបុគ្គលិកគិតគឺជាហិរញ្ញវត្ថុដូច្នេះហើយទើបឲ្យតែបុគ្គលិកទទួលបានភាគហ៊ុនហើយបើកចរាចរណ៍ជួញដូរបានក៏តែងតែលក់យកជាសាច់ប្រាក់ទៅប្រើប្រាស់ផ្ទាល់ខ្លួនមិនគួរនឹងហាមមិនឲ្យលក់ប៉ុន្តែយើងក៏មិនគួរនឹងលក់ទាំងអស់ដែរបើសិនជាប្រធានចង់ឲ្យយើងខ្លាយជាម្ចាស់នៃក្រុមហ៊ុនហើយយើងគួរតែមានរក្សាទុកតិចតួចជាការយល់ឃើញរបស់ខ្ញុំផ្ទាល់កុំឲ្យប្រធានគាត់ផ្សេងក្រុមហ៊ុនគាត់មានការស្ដាយក្រោយជាដើមឧទាហរណ៍ថាចំនួនភាគហ៊ុនទាំងអស់គាត់ឲ្យបុគ្គលិកណៃកាន់តែបុគ្គលិកលក់ទៅឲ្យគេពេលណាមួយភាគហ៊ុននឹកធំក្រៅប្រទេសគាត់ប្រមូលទិញអស់អញ្ចឹងវាខ្លាយទៅជាអ្នកក្នុងស្រុកកាន់ភាគហ៊ុនចំនួនតិចជាដើមងាកមកចំនួនភាគលាភរបស់ក្រុមហ៊ុនរដ្ឋកោទឹកវិញឆ្នាំនេះប្រាក់ចំណេញរបស់រដ្ឋកោទឹកបានក្រោម1000រៀលទេក្នុងមួយចំណែកភាគហ៊ុនប៉ុន្តែមានវិនិយោគិនយើងជាច្រើនក៏រំពឹងថាភាគលាភរបស់រដ្ឋកោទឹកនឹងកើនឡើងព្រោះរដ្ឋកោទឹកធ្លាប់បង្ហាញចំហ3-4ឆ្នាំចុងក្រោយនោះគឺភាគលាភគាត់កើនឡើងជាប្រចាំដោយមិនផ្អែកតាមប្រាក់ចំណេញនោះទេអញ្ចឹងរដ្ឋកោទឹកយើងអាចគិតថាជាក្រុមហ៊ុនមួយដែលមានស្ថិរភាពជាងគេរយៈពេលកន្លងមកទៅលើភាគលាភនិងមួយទៀតគាត់ក៏ជាក្រុមហ៊ុនមួយដែលមានការយកចិត្តទុកដាក់ខ្ពស់ទៅលើបុគ្គលិកខ្លួនឯងក៏ដូចជាវិនិយោគិនដែររយៈពេលកន្លងមកអញ្ចឹងរំពឹងថាឆ្នាំនេះរដ្ឋកោទឹកនៅតែបន្តចែកភាគលាភចំនួនច្រើនជាងឆ្នាំមុនបាទអាចលើ300រៀលក្នុងមួយចំណែកភាគហ៊ុនបើសិនបើរដ្ឋកោទឹកក៏អាចធ្វើបាននោះតម្លៃភាគហ៊ុនរបស់គាត់ក៏អាចនឹងហក់ឡើងលើ7000រៀលវិញដូចគ្នានៅក្នុងចំណោមក្រុមហ៊ុនរដ្ឋទាំង3ស្វ័យយ័តទាំង3នៅក្រៅពីរដ្ឋកោទឹកផែភ្នំពេញមានតម្លៃ14100រៀលបាទផែកំពង់សោមមានតម្លៃ11840រៀលបាទដែលឡែកតែរដ្ឋកោទឹកមួយទៀតដែលមានតម្លៃត្រឹមតែ6300រៀលបាទអញ្ចឹងតម្លៃរដ្ឋកោទឹកទាបជាងក្រុមហ៊ុនរដ្ឋទាំង3ផ្សេងទៀតសូមអរគុណសូមជម្រាបលាបងប្អូនពេញចិត្តវីដេអូនិយាយពីផ្សារភាគហ៊ុនបែបហ្នឹងបងប្អូនកុំភ្លេចចុច Subscribe Channel នេះផងអរគុណច្រើនជម្រាបលា